សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះជាវីដេអូដែលខ្ញុំថតសកម្មភាពខ្ញុំធ្វើបុកល្ហុងមានដែកដីមានក្តាមមានស្លឹកជីមានងាវមានបន្ទាប់មកនេះជាសកម្មភាពដែលខ្ញុំបកក្តាមអញ្ចឹងសកម្មភាពដែលខ្ញុំបកក្តាមគឺក្តាមល្អមែនទែនស្រស់ហើយតែយើងបកយើងត្រូវប្រយ័ត្នតិចព្រោះក្តាមមានបន្លាបើយើងបកមិនស្រួលទេធ្វើឲ្យយើងមុតដៃធ្វើឲ្យយើងញ៉ាំធ្វើឲ្យយើងធ្វើហើយយើងអត់មានអារម្មណ៍ញ៉ាំបុកល្ហុងទៀតទេហើយមើលក្តាមទៅស្រស់ល្អមែនទែនបកទៅសិតតែខ្លាញ់ហើយយើងបកហើយក៏បន្ទាប់មកគឺយើងយកក្តាមហ្នឹងទៅច្បាច់ក្រូចដើម្បីកាត់ឆ្អាបវាហើយនេះបន្លែយើងអេតបន្ថែមបន្លែអេតបន្ថែមមើលទៅខ្ញុំមានងាវមានដែកដីដែកគួរអញ្ចឹងណាហើយនេះក្តាមយើងត្រូវសបាច់ក្រូចដាក់បើយើងអត់មានក្រូចទេយើងអាចប្រើទឹកសូដាប៉ុន្តែខ្ញុំមានតែក្រូចហើយនេះមានងាវមានអីអញ្ចឹងបុកមានល្ហុងមានបន្លែអញ្ចឹងផ្សំថែមទៅហើយនេះលទ្ធផលចុងក្រោយយើងបានហើយបានមួយចានហ្នឹងប៉ុណ្ណឹងថែមម្ទេសពី3គ្រាប់ពីលើទៀតឲ្យមានរសជាតិឆ្ងាញ់